មនុស្សដែលគួរឲ្យខ្លាចបំផុតណាមិនមែនជាមនុស្សដែលឆ្លាតបំផុតទេតែពួកគាត់ជាអ្នកដែលអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបានខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាអំពីអ្វីមួយដែលមនុស្សភាគច្រើនអត់ដែលចាប់អារម្មណ៍គ្រប់ពេលដែលខ្ញុំខ្លួនឯងខ្ញុំជួបនរណាម្នាក់ដែលមើលទៅដូចជានឹងថឹងមិនរង្គោះរង្គើមនុស្សដែលមានទំនុកចិត្តណាដូចជាមេរបស់ខ្ញុំគ្រូរបស់ខ្ញុំបងរបស់ខ្ញុំពួកគាត់ទាំងអស់គ្នាមានរបស់មួយដូចគ្នាតែខ្ញុំចាប់អារម្មណ៍មិនមែនជាទេពកោសល្យរបស់គាត់ទេមិនមែនជាភាពឆ្លាតវៃហើយក៏មិនមែនលុយដែលគាត់មានមិនមែនជាសម្រស់មិនមែនទេតែអ្វីដែលខ្ញុំចាប់អារម្មណ៍ថាពួកគាត់មានដូចគ្នានោះគឺពួកគាត់អាចសម្រួលអារម្មណ៍គាត់បានលឿនណាសឹងតែជួបបញ្ហាភ្លាមគាត់ភ្ញាក់មួយផ្លេតហើយក្រោយមកក៏ធម្មតាវិញទៅពួកគាត់អត់ស្លន់ស្លោក្រោមសម្ពាធទេនឹងដូចឡានកេកលអញ្ចឹងហើយជីវិតពួកគាត់វិញគឺស្ងាត់ដូចចោលដូចសែងអញ្ចឹងអត់មានអ្នកណាគេហ៊ានអញញ៉ៃទេអត់ចេះដ្រាម៉ាអត់ចេះអីទេហ៊ានតែសាកមួយពួកគាត់ស្អែកឡើងដឹងតែបាយហើយគាត់ឈប់លេងចូលជាមួយខ្ញុំចាំបានកាលខ្ញុំនៅធ្វើការណាខ្ញុំខ្លាចលោ performance ការងាររបស់ពួកយើងធ្លាក់ចុះហើយខ្ញុំក៏រត់ទៅប្រាប់មេរបស់ខ្ញុំថា